នេះគឺជាការធ្វើដំណើររបស់ពួកយើងទៅកន្លែងមួយដែលពួកយើងអត់ធ្លាប់ទៅពីមុនមកហើយនៅទីនេះមានឆ្នេរសមុទ្រស្អាតៗសំណង់ស្ថាបត្យកម្មអេស្ប៉ាញទេសភាពព្រៃភ្នំទឹកជ្រោះមនុស្សម្នារស់រាយរាក់ទាក់សូម្បីតែម្ហូបអាហារក៏មានរសជាតិឆ្ងាញ់ហើយទីនេះគឺ Puerto Rico ខ្ញុំជឿថាមានអ្នកខ្លះក៏ធ្លាប់ឮឈ្មោះមួយនេះហើយអ្នកខ្លះក៏មិនដែលទាំងឮឈ្មោះមួយនេះផងដែរអញ្ចឹង Puerto Rico គឺជាទឹកដីដែនកោះដ៏ស្រស់ស្អាតមួយរបស់ប្រជុំកោះ Caribbean ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកហើយកោះនេះវាមានទីតាំងស្ថិតនៅចន្លោះរវាងសាធារណរដ្ឋ Dominican ហើយនិងកោះ US Virgin របស់សហរដ្ឋអាមេរិកពួកយើងបានចំណាយពេលរយៈពេល4ថ្ងៃនៅលើកោះនេះហើយក្នុងវីដេអូនេះខ្ញុំចង់មកចែករំលែកពី tip និងបទពិសោធន៍ខ្លះៗដូចជាឆ្នេរសមុទ្រស្អាតៗដែលពួកយើងបានទៅលេងមធ្យោបាយធ្វើដំណើរនៅលើកោះហើយនិង fun activity ផ្សេងៗដែលពួកយើងបានធ្វើហើយមួយវិញទៀតគឺម្ហូបអាហារ Puerto Rico ដែលពួកយើងបានញ៉ាំពួកយើងបានធ្វើដំណើរពីទីក្រុង Dallas ក្នុងរដ្ឋ Texas របស់សហរដ្ឋអាមេរិកហើយត្រូវចំណាយពេលហោះហើររយៈពេលប្រមាណជា4ម៉ោង45នាទីបានទៅដល់ប្រលានយន្តហោះ SJU នៅក្នុងទីក្រុង San Juan ដែលជារដ្ឋធានីរបស់ Puerto Rico បន្ទាប់មកយើងបានទៅយកឡានដែលពួកយើងជួលហើយកន្លែងជួលឡានគឺស្ថិតនៅក្នុងប្រលានយន្តហោះទាំងអស់ចឹងអ្នកទាំងអស់គ្នាអាចប្រើសេវាកម្មផ្សេងៗដូចជា taxi ឬក៏ Uber បានផងដែរបើសិនជាអ្នកទាំងអស់គ្នាស្នាក់នៅត្រឹមទីក្រុងចាស់ San Juan ព្រោះប្រលានយន្តហោះស្ថិតនៅក្បែរទីក្រុងខ្លាំងមែនទែនប្រហែលតែ15ទៅ20នាទីប៉ុណ្ណោះដោយសារតែពួកយើងមានគ្នាសរុប6នាក់អញ្ចឹងហើយបើសិនជាជួលឡានអាចមានភាពងាយស្រួលជាងដោយពួកយើងចង់ទៅកន្លែងផ្សេងៗទៀតដែលនៅឆ្ងាយក្រុងបានដោយងាយស្រួលដោយសារតែ Puerto Rico គឺជាទឹកដីអាណានិគមរបស់សហរដ្ឋអាមេរិកអញ្ចឹងហើយមិនតម្រូវឲ្យមានលិខិតឆ្លងដែនទេត្រឹមតែ Real ID គឺអ្នកទាំងអស់គ្នាអាចខុសហើយបានហើយសម្រាប់អ្នកដែលរស់នៅស្របច្បាប់ឬក៏មានវីសារបស់សហរដ្ឋអាមេរិកព្រោះតែជើងហោះហើរទៅ Puerto Rico គឺជាជើងហោះហើរក្នុងស្រុកហើយ Puerto Rico គឺជាតំបន់ត្រូពិចដែលនៅស្រុកខ្មែរយើងដែរហើយពេលដែលពួកយើងទៅនឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាយើងនៅអាស៊ីអាគ្នេយ៍ដូចជាកោះបាលីរបស់ឥណ្ឌូនេស៊ីជាដើមហើយចឹងហើយខែដែលល្អបំផុតគឺពីខែ12ទៅខែ4ដោយសារតែយើងទៅក្នុងចុងខែ4អញ្ចឹងហើយក៏មានចំភ្លៀងកក់ខែខ្លះៗដែរប៉ុន្តែដោយសារតែនៅទីនេះវាជាទឹកដីកោះអញ្ចឹងភ្លៀងនៅទីនេះគឺភ្លៀងហើយវាមានលក្ខណៈបើកថ្ងៃមកវិញលឿនផងដែរយើងអត់ណែនាំឲ្យអ្នកនរគ្នាទៅក្នុងរដូវភ្លៀងទេព្រោះពីខែ6ដល់ខែ11គឺជាខែដែលអាចប្រឈមនឹងព្យុះ Hurricane ហើយវាអាចមានគ្រោះថ្នាក់ដល់យើងបើសិនជាយើងទៅលេងតំបន់សមុទ្រហើយបើសិនជាអ្នកទាំងអស់គ្នាមានពេលតិចដូចពួកយើងណែនាំឲ្យអ្នកទាំងអស់គ្នាស្នាក់នៅក្នុងទីក្រុងចាស់ San Juan តែម្ដងព្រោះអីវាមានលក្ខណៈងាយស្រួលក្នុងការដើរលេងក្នុងទីក្រុងហើយយើងក៏ចំណេញពេលបានច្រើនដែរដោយសារតែភោជនីយដ្ឋានបារហើយនិងកន្លែង highlight ផ្សេងៗរបស់ Puerto Rico គឺស្ថិតនៅក្នុងទីក្រុងចាស់ San Juan នេះតែម្ដងយើងអាចដើរពីមួយកន្លែងទៅមួយកន្លែងមួយដែលងាយស្រួលហើយចំណុចល្អក្នុងការស្នាក់នៅទីនេះគឺដោយសារតែការបើកបរមានលក្ខណៈចង្អៀតខ្លាំងមែនទែនហើយពេលខ្លះយើងត្រូវឡើងលើគែមថ្នល់ដើម្បីគេចឡានពីម្ខាងទៀតផងដែរ Oh my god Oh Sam no ហើយ Airbnb គេនៅនេះគឺគេអត់មានកន្លែងឲ្យយើងចតឡានទេគឺយើងត្រូវទៅចតឡាននៅការ៉ាសាធារណៈដែលយើងត្រូវចាយលុយខ្លួនឯងហើយក្នុងមួយយប់យើងចាយអស់ជិត$20ដែលវាជាតម្លៃមួយដែលយើងគិតថាវាសមរម្យទទួលយកបានថ្ងៃទី1របស់យើងគឺជា beach shopping day បើសិនជាភាសាខ្មែរប្រើឲ្យស្ដាប់គឺយើងទៅដើរលេងតាមឆ្នេរសមុទ្រគឺយើងចេញពីឆ្នេរមួយទៅឆ្នេរមួយទៀតហើយដោយសារតែនៅទីនេះមានឆ្នេរស្អាតខ្លាំងមែនទែនซึ่งតែអ្នកទាំងអស់គ្នាចេញពីឆ្នេរមួយទៅឆ្នេរមួយក៏មានទឹកសមុទ្រស្អាតមានទេសភាពឲ្យយើងថតរូបលេងផងដែរហើយឆ្នេរទី1របស់ពួកយើងនៅថ្ងៃនេះមានឈ្មោះថា Playa Más Chiquita វាមានរាងដូចជាចំណុចលោកខែដែលហុំព័ទ្ធទៅដោយចម្លាក់ថ្មពីសមុទ្រធំហើយយើងអាចលេងទឹកនៅទីនេះបានប៉ុន្តែយើងត្រូវប្រយ័ត្ននៅអាកាសធាតុផងដែរព្រោះអីពេលខ្លះអាចមានទឹករលកធំដែលអាចមានគ្រោះថ្នាក់បានប៉ុន្តែទេសភាពផ្ទាល់នៅទីនេះគឺស្អាតខ្លាំងមែនទែនឆ្នេរទី2របស់យើងថ្ងៃនេះគឺ Playa Crush Boat ប៉ុន្តែដោយសារតែអាកាសធាតុមិនអំណោយផលពេលដែលយើងទៅដល់គឺមានភ្លៀងធ្លាក់ជាប់រហូត Going to the beach
And it's rain. For raining, go to the beach. You got the whole week. មានភ្លៀងទេ Crash Boat នេះក៏ជាឆ្នេរមួយដែលស្អាតជាងគេហើយនឹងមានអ្នកទៅលេងច្រើនជាងគេផងដែរនៅ Puerto Rico នេះចាំមកសិនជាមេឃស្រឡះល្អណាស់ទាំងអស់គ្នាក៏អាចធ្វើ activity ផ្សេងៗដូចជា jet ski ជិះទូកចេកឬក៏ snorkeling scuba diving ដើម្បីមើលត្រីហើយនិងផ្កាថ្មនៅក្នុងសមុទ្របានដែរហើយអ្នកទាំងអស់គ្នាក៏ហែលទឹកលេងបានផងដែរនៅទីនេះបន្ទាប់មកយើងក៏បានធ្វើដំណើរទៅឆ្នេរមួយទៀតដែលមានឈ្មោះថា Playa Oaxaca ហើយនៅទីនេះមានឆ្នេរស្អាតមានទេសភាពដើមដូងមានភ្នំហើយក៏គេមានផ្លូវរូងក្រោមដីដែលយើងអាចទៅលេងបានដែរប៉ុន្តែដោយសារតែទឹករលកនៅទីនេះមានលក្ខណៈធំៗអញ្ចឹងវាអាចមានគ្រោះថ្នាក់បានដូចជាពួក Riptide ដូច្នេះហើយយើងក៏មិនបានលេងទឹកនៅទីនោះដែរបានត្រឹមតែឈប់លេងស្រូបបរិយាកាសមួយសន្ទុះហើយយើងក៏បាននិយាយលេងជាមួយអ៊ំស្រីម្នាក់ដែលគាត់ជាអ្នកស្រុក Puerto Rico ហើយគាត់ក៏បានណែនាំយើងឲ្យទៅលេងរូងក្រោមដីនឹងដែរហើយខ្ញុំមានអារម្មណ៍ថាប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ខ្លាំងមែនទែនហើយភាគច្រើនគឺគាត់ស្គាល់ស្រុកខ្មែរយើង ¿Sabes del túnel? Sí. Sí, yo sé. Gracias. Camboya. ¿Camboya? ¿Sabes Camboya? Yes. Qué bueno. Sí, gracias. Que disfruten. ចឹងដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់តាមផ្លូវជាប់រហូតយើងក៏មិនបានទៅគ្រប់ឆ្នេរដែលយើងបានត្រៀមទុកសម្រាប់ថ្ងៃនេះដែរប៉ុន្តែយើងក៏បានបញ្ចប់មួយថ្ងៃរបស់យើងជាមួយនឹងថ្ងៃលិចដ៏ស្រស់ស្អាតមួយទៀតនៅឆ្នេរដែលមានឈ្មោះថា La Poza del Obispo We're gonna go hike over there. I'll let you guys see. ហើយនៅទីនេះគឺមានកូនភ្នំតូចមួយដែលអ្នកទាំងអស់គ្នាអាចធ្វើការ hiking បានដើម្បីមើលទេសភាពមកពីលើគឺស្អាតខ្លាំងមែនទែន If you have flip-flop like me, I think it's kind of hard to like climb because they're all rock. Oh my god, look at the view. I need to go first, guy. Let you guys see. Oh my god. ចឹងដោយសារតែបញ្ហាសុវត្ថិភាពនៅ Puerto Rico វានៅមានកម្រិតអាឡែកយើងក៏ណែនាំអ្នកទាំងអស់គ្នានៅដល់ងងឹតពេកដូចពួកយើងទេពួកអីវាអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលយើងអាចដឹងមុនបានថ្ងៃបន្ទាប់របស់ពួកយើងគឺយើងនាំអ្នកទាំងអស់គ្នាទៅលេងនៅ El Yunque National Rainforest ហើយវាគឺជាឧទ្យានជាតិទឹកភ្លៀងត្រូពិចតែមួយគត់នៅក្នុងប្រព័ន្ធឧទ្យានជាតិរបស់សហរដ្ឋអាមេរិកដែលមានអាកាសធាតុត្រូពិចពេញមួយឆ្នាំ Put on equipment. This is the best outfit for the day. យើងណែនាំឲ្យអ្នកទាំងអស់គ្នាយកអាវភ្លៀងមកជាមួយផងពួកអីវាជាឧទ្យានជាតិទឹកភ្លៀងអញ្ចឹងវាអាចមានភ្លៀង off and on រហូតហើយការមកលេងទីនេះគឺអត់មានត្រូវបង់លុយអីទាំងអស់ហើយណែនាំឲ្យអ្នកទាំងអស់គ្នាមកពី problem តិចដើម្បីជៀសវាងមុនច្រើនហើយគេក៏មានប៉មដែលយើងអាចឡើងទៅលើមើលទេសភាព360ដឺក្រេរបស់ El Yunque ផងដែរ It's been pretty good so far. This is like a pre-workout. Excuses ហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរពី San Juan ដូចពួកយើងគឺត្រូវចំណាយពេលប្រហែលជា1ម៉ោងបានមកដល់ទីនេះហើយនៅទីនេះគឺគេមានផ្លូវ hiking trail ច្រើនប្រភេទទៅតាមប្រភេទដែលយើងចង់បានពីស្រួលទៅពិបាកខ្លាំង We're gonna climb up there. I don't know if you guys can see it. No, we're gonna go to Freedom Tower. Yeah, I think we are here. Mr. Chuang left the team to pick up the bug spray. They are ready to hike up 1 mile trail to the tower. I'm tired already from getting the bug spray. Interesting, a lot of interesting plan. សុំសួរអ្នកជំនាញមិនដែរ យើងត្រូវវិភាគមើល មួយមកកាមេរ៉ាហ្នឹងកាមេរ៉ាហ្នឹងមួយចឹងបើនេះមើលផ្លែវាផ្លែអញ្ចឹងណា
No, auntie, get live advertise that auntie. No. Oh, okay. That's why I don't get you. You don't get a joke. It's a good exercise, burning your fat, your fries. We've been eating too much fries. เราตามสายๆแล้วเนี่ยแน่นอนเพลินเนี่ย យើងរើសយក Britain Tower Trail ដែលគេថាវាជាផ្លូវពិបាកប៉ុន្តែសម្រាប់ពួកយើងគឺអត់មានពិបាកទេគ្រាន់តែផ្លូវមានលក្ខណៈចង្អៀតដែលពួកយើងត្រូវជះទៅម្ខាងដើម្បីឲ្យអ្នកមកពីម្ខាងទៀតឆ្លងកាត់ បេះដូងហ្មងវិញ បេះដូងរបស់ខ្ញុំលក្ខណៈថា132 How's your heart, y'all? like one Auntie is 132. You need someone. You need someone. I need some more like Her heart is not stable. It's gonna come to me quickly. 132 oh slow down then slow down oh no go to 128 No, she just needs someone. I just need someone to give you oh my god make your heart like pump really fast though when you pick it up. ហើយផ្លូវនេះមានប្រវែងប្រហែលជា 1.3 គីឡូដែលត្រូវប្រើរយៈពេលឡើងចុះប្រហែលជា 2 ម៉ោងហើយដល់ពេលយើងទៅដល់គឺគេមានពណ៌មួយដែលយើងអាចឡើងទៅខាងលើដើម្បីមើលទេសភាព UK 360 ដឺក្រេបានប៉ុន្តែដោយសារតែមេឃចុះអាប់ខ្លាំងមានពពកបាំងជុំវិញយើងក៏អត់អាចមើលទេសភាពឲ្យបានដែរប៉ុន្តែក៏មានអារម្មណ៍ថាស្អាតត្រជាក់ស្រួលហើយដូចយើងនៅលើឋានសួគ៌ចឹងហើយអ្នកទាំងអស់គ្នាក៏អាចទៅលេងទឹកធ្លាក់ Juan Diego បានដែរនៅផ្នែកខាងក្រោមហើយទឹកធ្លាក់នៅទីនេះមាន2ជាន់ដោយខាងលើធំជាងខាងក្រោមប៉ុន្តែដោយសារតែពួកយើងមកយឺតបន្តិចហើយមានមនុស្សច្រើនពេកយើងក៏សម្រេចចិត្តថាយើងអត់បានលេងទឹកនៅទីនេះទេហើយក៏បន្តដំណើរទៅខាងមុខទៀតបន្ទាប់មកយើងក៏បានធ្វើដំណើរទៅ Laguna Grande ដែលជាកន្លែងមួយក្នុងចំណោមកន្លែង3ដែលយើងអាចមើលប្លង់តុងបាននៅ Puerto Rico ហើយណែនាំឲ្យអ្នកទាំងអស់គ្នាធ្វើការកក់អនឡាញទុកជាមុនព្រោះតែកន្លែងវាមានកំណត់ ¿Cómo estás? Please print your names legible. We have to be able to read it, so please print and then sign it. Side to the scale. Everybody. 230. That's it. Thank you. Did a wake 220. That's okay. You're not gonna be over 200. ហើយបន្ទាប់មកគឺយើងត្រូវឡើងថ្លឹងគីឡូព្រោះតែគេមានគីឡូកំណត់ដោយមិនឲ្យលើសពី130ផោនឬ104គីឡូហើយបន្ទាប់មកគឺយើងត្រូវបាញ់ពួក bug spray ដើម្បីការពារមូសនិងសត្វល្អិតផ្សេងៗ Area, like I said, it's narrow, so we're gonna be going. បន្ទាប់មកកាយបានបង្រៀនយើងពីរបៀបចែវកាយៈហើយនឹងប្រាប់ពីរបៀបការពារសុវត្ថិភាពផ្សេងៗនៅតាមផ្លូវបានរើសយកធួម៉ោង 6 ល្ងាចដោយសារតែចង់ឲ្យវានៅភ្លឺយើងបានមើលទេសភាពថ្ងៃលិចផងហើយយើងបានត្រួសត្រាយស្ថានភាពផ្លូវពេលទៅផងដោយសារតែម៉ោង 8 យប់វាអាចនឹងពិបាកស្មានស្ថានភាពផ្លូវព្រោះតែវាជាបទពិសោធន៍ដំបូងរបស់ទាំងអស់គ្នា Gonna block anyone. Yeah. Stop vlogging. Focus on my life. ដោយសារតែប្លង់តុងនេះជាបាតុភូតធម្មជាតិចឹងហើយពេលខ្លះអាចឃើញហើយពេលខ្លះក៏អាចអត់ឃើញដែរប៉ុន្តែវាជាសំណាងរបស់យើងដែរព្រោះយើងបានទៅនៅខែរោចដែលជាខែដែលគេណែនាំពេលដែលថាមេឃល្ងិតខ្លាំងអត់មានពន្លឺព្រះច័ន្ទចឹងយើងអាចឃើញប្លង់តុងនឹងច្បាស់ជាងធម្មតាហើយដំបូងឡើយគឺយើងត្រូវចែវទូកតាមព្រែកហ្នឹងដែលមានព្រៃលិចទឹកនៅសងខាងហើយបន្ទាប់មកយើងក៏បានទៅដល់ Laguna Grande គេក៏ទុកពេលឲ្យយើងបានថតរូបឬក៏ចែវទូកដើម្បីរៀនត្រឡប់មកវិញព្រោះអីពេលផ្លូវត្រឡប់មកវិញហ្នឹងគឺវាមានលក្ខណៈបច្ច្រាស់ទឹកចឹងវាអាចជាងពិបាកជាងពេលដែលយើងទៅខ្ញុំអត់មាន footage ពីប្លង់តុងហ្នឹងទេព្រោះតែវាល្ងិតពេកអញ្ចឹងកាមេរ៉ាធម្មតាគឺចាប់អត់បានហើយគេក៏ណែនាំឲ្យយើង enjoy the moment ហើយប្លង់តុងហ្នឹងវាមានលក្ខណៈថាពេលដែលយើងយកដៃចែវទឹកហ្នឹងគឺដៃយើងភ្លឺនៅក្នុងទឹកហើយពេលដែលយើងសាចទឹកទៅលើទូកឬក៏សាចទឹកមកលើខ្លួនយើងគឺវាមានពលឺភ្លឺផ្លេតនៅលើខ្លួនយើងហើយខ្ញុំគិតថាវាជារឿងមួយដែលអ្នកនរនេះគឺធ្វើពេលបានមកលេងនៅ Puerto Rico នេះ We made it. Good job.
I would do that ហើយ again. ទៀតគឺអ្នកទាំងអស់គ្នាទៅសគួរអាមួយកផ្លេទៀតសម្រាប់ដូរពួកអីបន្ទាប់ពីយើងចែវខាយ៉ាក់មកវិញគឺយើងដឹងតែ30%ហើយបន្ទាប់មកក៏ complete tip ពួកគាត់ផងពួកអីពួកគាត់ជួយយើងច្រើនមែនទែន How is it? So it's fun. One you're gone. Suddenly I heard chị Phương, shouting. She like Jared. She like it. I was like, oh, like you were crashing, No, chị Phương were crashing into the wood. I know for sure. Oh, they are alive, auntie, they are alive. ហើយថ្ងៃបញ្ចប់របស់ពួកយើងគឺយើងនឹងនាំអ្នកទាំងអស់គ្នាទៅលេងទីក្រុងប្រវត្តិសាស្ត្រអូសានហួនដែលពោពេញទៅដោយអគារចម្រុះពណ៌ដ៏ស្រស់ស្អាតហើយមានផ្លូវតូចៗដែលធ្វើយើងមានអារម្មណ៍ដូចជាយើងធ្វើដំណើរត្រឡប់ទៅអតីតកាលកាលពីអាណានិគមអេស្ប៉ាញនិងអាមេរិកជាដើមហើយនៅទីនេះគឺអ្នកទាំងអស់គ្នាអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយគ្រាន់តែដើរក៏បានដែរពួកអីវាជា walkable city ហើយអ្នកទាំងអស់គ្នាក៏អាចទៅទិញវត្ថុអនុស្សាវរីយ៍ផ្ញើបងប្អូនមិត្តភ័ក្តិបានផងដែរហើយកន្លែងទី1ដែលយើងនាំអ្នកទាំងអស់គ្នាទៅគឺ El Morro វាគឺជាកំពែងការពារទីក្រុងដែលសាងសង់ដោយពួកអាណានិគមអេស្ប៉ាញដើម្បីការពារ Puerto Rico ពីការវាយលុកផ្នែកសមុទ្រដែលសាងសង់ឡើងនៅសតវត្សទី16ហើយកំពែងនេះវាក៏ជាបេតិកភណ្ឌពិភពលោក UNESCO ផងដែរហើយវាមានសម្បត្តិចូលទស្សនាតម្លៃ$10ប៉ុន្តែអ្នកទាំងអស់គ្នាអាចលេងនៅកំពែងមួយទៀតដែលយើងនឹងនាំអ្នកទាំងអស់គ្នាទៅបន្ទាប់ទីនេះគឺកំពែងដែលមានឈ្មោះថា San Cristobal វាជាកំពែងដែលធំជាងគេបំផុតដែលពួកអាណានិគមអេស្ប៉ាញបានសាងសង់នៅលើទឹកដីអាមេរិកដើម្បីការពារការវាយប្រហារតាមដីគោកកំពែងនេះសាងសង់ឡើងនៅឆ្នាំ1634ចឹងសម្រាប់អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រហើយចង់មានកន្លែងទេសភាពស្អាតៗសម្រាប់ថតរូបនិងវីដេអូជាដើមនេះជាកន្លែងមួយដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងពេលដែលអ្នកទាំងអស់គ្នាមកលេងនៅ Puerto Rico ឥឡូវនេះយើងមកនិយាយពីរបស់ញ៉ាំនៅ Puerto Rico វិញដោយយើងចាប់ផ្ដើមពីអាហារពេលព្រឹកយើងបានទៅញ៉ាំនៅហាងតូចមួយឈ្មោះថា Spica ហើយហាងនេះគឺគេល្បី guava pastry ដែលមានរសជាតិឆ្ងាញ់មែនទែនហើយបើសិនជាយើងមានពេលច្រើនជាងនឹងយើងប្រហែលអាចនឹងត្រឡប់ទៅទិញថែមទៀតហើយកន្លែងហាងពេលព្រឹកមួយទៀតដែលយើងចូលចិត្តមែនទែនគឺ Cafe Manolin កន្លែងនេះអ្វីដែលពិសេសគឺគេមានទឹកម្ទេសមួយដែលធ្វើឲ្យពងចៀនហើយនឹង toast ធម្មតារបស់យើងបង្កើនរសជាតិជាពិសេសគឺគេមានទឹកក្រូចស្រស់ៗដូចនៅស្រុកខ្មែរយើងអញ្ចឹងហើយបន្ទាប់មកយើងក៏បានទៅសាកកាហ្វេដែលគេល្បីច្រើនជាងគេនៅកន្លែងនេះឈ្មោះថា Cafe Cuatro Sombras ហើយទីនេះគឺគេប្រើគ្រាប់កាហ្វេដែលដាំនៅ Puerto Rico ផ្ទាល់តែម្ដងហើយនៅតាមផ្លូវទៅយើងក៏បានឈប់ញ៉ាំអាហារពេលព្រឹកនៅកាហ្វេមួយដែលមានឈ្មោះថា Cafe Camuñón ហើយយើងបានកំងmatcha strawberry After like 20 minutes, I don't know, I just gotta try this. Let you guys know how it tastes like. It's not bad, but it's just. I'm not a big fan of it. Yeah. Like, I think if it's sweet, might be Better. better. ម្ហូប Puerto Rico ដំបូងបំផុតរបស់ពួកយើងគឺនៅហាងដែលមានឈ្មោះថា El Jibarito ហើយម្ហូបដែលណែនាំជាគេនៅទីនេះគឺខចេកស្នាប់មុខជាមួយនឹងសាច់ជ្រូកហើយយើងញ៉ាំជាមួយនឹង mofongo ដែលជាម្ហូបបែបប្រពៃណីរបស់ Puerto Rico. How is it? The food is so good. Spot on. The spice, nice, tender, juicy, the best. Oh yeah, look. Okay, I gotta eat now. Pescadito គឺជាហាងមួយដែលយើងបានទៅញ៉ាំបន្ទាប់ពី activity ចែវកាយ៉ាក់មើលប្លង់តុងរបស់ពួកយើងហើយវាជាការណែនាំរបស់អ្នកធ្វើការនៅ tour ដែលយើងបានកក់ mofongo នៅទីនេះមានរសជាតិឆ្ងាញ់ប៉ុន្តែម្ហូបដែលយើងចូលចិត្តខ្លាំងជាងគេគឺ steak La Fattoria គឺជាបារមួយដែលមានគេណែនាំច្រើនមែនទែនហើយពួកយើងក៏បានកំង cocktail ម្នាក់ៗដើម្បីកំដរបរិយាកាសហើយនៅទីនេះមានលក្ខណៈដូចបារផ្សេងៗដែលយើងបានទៅដែរប៉ុន្តែដោយសារតែយើងទៅចុងសប្តាហ៍គេក៏មាន live band music ផងដែរហ
ហើយ El Cafe ទីនេះក៏ជាកន្លែងមួយដែលគេណែនាំច្រើនផងដែរនៅ Puerto Rico ប៉ុន្តែដោយសារតែម្នាក់អស់កម្លាំងពេកយើងក៏អត់បាន order drink នៅនឹងដែរប៉ុន្តែ drink នៅនឹងគឺមាន drink $5 ដែលអ្នកទាំងអស់គ្នាអាចទៅសាកបានហើយមួយទៀតគឺណែនាំឲ្យអ្នកទាំងអស់គ្នាទៅសាក street food នៅតាមផ្លូវTodo pollo está bien. Sí. ចឹងឲ្យបានពេលអ្នកទាំងអស់គ្នាមកលេង Puerto Rico កុំភ្លេចយកលុយសុទ្ធមកតាមខ្លួនផង Me das dos más por favor. ហើយក៏កុំភ្លេចជួយ support logo ហើយយើងបានចុះទិញដូងនៅតាមផ្លូវយើងនៅស្រុកខ្មែរចឹងហើយអ៊ំប្រុសអ្នកលក់ដូងក៏គាត់បានបង្រៀនពីចំណុចផ្សេងដែលខ្ញុំអត់ធ្លាប់ដឹងពីមុនមកផងដែរ Aquí, ¿cómo se llama? Aquí le dicen sorbete. ហើយក៏បានជួបនិយាយលេងជាមួយបងស្រីម្នាក់ដែលគាត់ឈប់ទិញដូងហើយគាត់មិននឹកស្មានថាយើងជាជនជាតិខ្មែរដែលគាត់គិតថាយើងជាជនជាតិកូរ៉េ Soy de Camboya. Oh, no way. That's awesome. I thought you were Korean. I hope you enjoy. Thank you, you guys are pretty too. You're so nice. You're gonna have fun. Yeah, of course. We love it so far. Adios. សរុបមកអ្វីៗនៅ Puerto Rico នេះមិនថាឆ្នេរសមុទ្រទេសភាពព្រៃភ្នំហើយនិងម្ហូបអាហារមនុស្សម្នារស់រីរាក់ទាក់គឺគ្រប់យ៉ាងលើសពីការរំពឹងទុករបស់យើងខ្លាំងមែនទែនហើយសង្ឃឹមថាយើងនឹងមានឱកាសដើម្បីមកលេង Puerto Rico ម្ដងទៀតព្រោះតែយើងនៅមានកន្លែងជាច្រើនដែលយើងអត់ទាន់បានទៅចឹងបើសិនជាអ្នកទាំងអស់គ្នាចង់អាន blog ជាភាសាខ្មែរពេញក៏កុំភ្លេចទៅជួយចុច like page របស់ខ្ញុំនៅលើ Facebook ហើយជួយ subscribe មួយផងអរគុណដែលបានចូលមើលវីដេអូមួយនេះហើយយើងនឹងមកជួបគ្នានៅវីដេអូក្រោយទៀត Hasta luego